តកែភោជនីយដ្ឋានកាយពេជ្រកំពុងតែរងការគំរាមកំហែងពីប្រធានអគ្គិសនីខេត្តត្បូងឃ្មុំដោយដាច់ភ្លើងគាត់ប្រធានអគ្គិសនីខេត្តត្បូងឃ្មុំនេះគឺមានការគំរាមកំហែងណាឥឡូវខ្ញុំអត់មានបានទៅមើលអាជីវកម្មខ្ញុំបាទវាគិតតែនៅចាំរងចាំ1គីឡូឥឡូវភ្លើងនឹងផ្ដាច់នោះនៅដែរឥឡូវហ្នឹងមិនទាន់ផ្ដាច់ទេប៉ុន្តែគាត់គំរាមនឹងគំរាមនឹងផ្ដាច់នៅក្នុងចុងខែ7ហ្នឹងហុយចុងខែ7ឥឡូវចុងខែ7ហើយបើគាត់ផ្ដាច់មែនខ្ញុំងាប់ហើយមានអត់មានអីទៀតទេធម្មតាទេប្រជាពលរដ្ឋរស់នៅត្រូវការទឹកត្រូវការភ្លើងនេះគឺចាំបាច់ជាទីបំផុតហើយបើផ្ដាច់ភ្លើងហើយបាទគឺលោកប្រធានអគ្គិសនីខេត្តត្បូងឃ្មុំណែហងមិនធឿនបាទបើលោកគម្រាមផ្ដាច់ហើយណាការងារប៉ុណ្្នឹងហើយលោកក៏ធ្វើឲ្យខ្វាយខ្វល់ទៅដល់ថ្នាក់ដឹកនាំផ្សេងទៀតប្រិមិត្តកណ្ដារឿងប៉ុណ្្នឹងបាទយើងគ្រប់គ្រងមិនកើតធ្វើឲ្យប្រជាពលរដ្ឋរត់មហោអ្នកសារព័ត៌មានខ្ញុំបានប្រាប់គាត់ដែរថាកុំអាផ្ដាច់ព្រោះរឿងនេះខ្ញុំបានធ្វើលិខិតអន្តរាគមន៍មកឯកឧត្តមកែវវឌ្ឍនៈក្រសួងរាយឲ្យថាមពលហើយគាត់នៅតែទៀតត្រូវតែជំរុញឲ្យនៅក្នុងខែ7នេះដោយសារគាត់ចោទខ្ញុំថាខ្ញុំមិនបំពេញកាតព្វកិច្ចបង់លុយថ្លៃប៉ះប៉ូវទៅរដ្ឋនៃការតឡើងសូឡាប៉ុន្តែខ្ញុំបាននិយាយគាត់ឲ្យខ្ញុំព្រមបង់ប៉ុន្តែនៅក្នុងច្បាប់ផលរដ្ឋគេបានចែងយ៉ាងច្បាស់ថាអ្នកដែលតឡើងសូឡាត្រូវតែបង់លុយថ្លៃប៉ះប៉ូវហើយខ្ញុំក៏ព្រមបង់ហើយនៅក្នុងច្បាប់នោះគេចែងថាបើយើងមានអគុយត្រូវដកអគុយឲ្យទៅអតិថិជនវិញប៉ុន្តែគាត់ថាអាកន្លែងដកអគុយហ្នឹងគឺគាត់អត់ចេះព្រោះប្រធានអគ្គិសនីប្រព័ន្ធណាណីអត់ចេះបច្ចេកទេសហើយជំរុញឲ្យខ្ញុំប្រជាជនដាក់កុងទ័រហើយក៏ដាក់កុងទ័រនោះសោកមិនមែនហ្វ្រីទេបងប្អូនគិតលុយខ្ញុំមានកតាស់វិក័យប័ត្រគាត់គិតលុយហើយមិនដឹងគិតលុយស្អីទេអគ្គិសនីគាត់គិតលុយហ្នឹងកុងទ័ររបស់គាត់ហ្នឹង$1876.99កុងទ័រគាត់ណាកុងទ័រគាត់ហើយដល់ពេលបើសិនជាខ្ញុំត្រូវបង់ឲ្យគាត់យករួមទាំងអស់គឺ3លានហើយរាល់ខែខ្ញុំបង់ភ្លើងគាត់បាទកតាស់វិក័យប័ត្រភ្លើងបាទថ្ងៃខែ7ហ្នឹងគឺខ្ញុំបង់លុយថ្លៃភ្លើងគាត់ហើយនៅក្នុងបង់ថ្ងៃទី15ខែ7$1888គាត់គិតលុយខ្ញុំគិតថ្លៃភ្លើងខ្ញុំជាដុល្លារហើយខ្ញុំបង់ទៅគាត់អានោះបង់ថ្លៃភ្លើងហើយគាត់ទាមទារឲ្យខ្ញុំបង់ថ្លៃប៉ះប៉ូវហ្នឹងមួយខែបង់3លានទៀតហើយអាគុយខ្ញុំត្រូវដកបាន1លានជាងគាត់អត់ព្រមដកឲ្យខ្ញុំគាត់ទាមទារឲ្យខ្ញុំបង់សរុបទាំងអស់បាទអញ្ចឹងបានជាខ្ញុំកើតទុកមិនសុខចិត្តត្រឡប់មកក្រោយវិញតិចរឿងហ្នឹងកើតឡើងតាំងពីពេលណាមកដែរកើតឡើងមកថ្មីហ្នឹងគឺគាត់ចេញលិខិតមកខ្ញុំនៅថ្ងៃទី13ខែ7ដាក់អោសានអាវ៉ាតបដាច់ភ្លើងខ្ញុំនៅថ្ងៃទី22រួចទៅខ្ញុំបានធ្វើលិខិតហ្នឹងខ្ញុំធ្វើជូនទៅគាត់ថាឥឡូវខ្ញុំបានធ្វើលិខិតហើយគាត់ថាអូខេគាត់ឃើញលិខិតហ្នឹងគាត់យល់ខ្ញុំគាត់ថាយល់ទៀតប៉ុន្តែត្រូវដោះស្រាយឲ្យគាត់នៅក្នុងខែ7ហ្នឹងបើចូលដល់ខែ8អត់ឃើញថ្នាក់ដឹកនាំណាអន្តរាគមន៍អីទេគាត់ផ្ដាច់ភ្លើងហើយអញ្ចឹងគាត់មានការគំរាមកំហែងអាជីវកម្មខ្ញុំរួចអាជីវកម្មរបស់ខ្ញុំបុគ្គលិកខ្ញុំមានដល់100នាក់ជាងហើយជនភៀសសិកដែលមកធ្វើការកន្លែងហាងខ្ញុំរួចកន្លែងហាងខ្ញុំអត់មានភ្លើងអាជីវកម្មខ្ញុំត្រូវដួលតើបានលុយណាបុគ្គលិកខ្ញុំ100នាក់ជាងចុះបងឥឡូវក្រោយពីមានបញ្ហាហ្នឹងគឺមានការសម្របសម្រួលជជែកគ្នានឹងការដោះស្រាយគ្នាយ៉ាងម៉េចហើយរហូតមកដល់ពេលនេះបាទឥឡូវហ្នឹងថ្នាក់ដឹកនាំគឺអត់ទាន់បានធ្វើការកោះហៅបង្កើតគណៈកម្មការមួយអីដើម្បីធ្វើការដោះស្រាយទេហើយគាត់អត់មានពាក្យអីនិយាយមួយម៉ាត់មានតែពាក្យ2ម៉ាត់ឲ្យខ្ញុំរើសូឡាចេញហើយនឹងផ្ដាច់ភ្លើងឥឡូវហ្នឹងខ្ញុំធ្វើលិខិតទៅអគ្គិសនីកម្ពុជាហើយនៅថ្ងៃទី17ខែ7ខ្ញុំធ្វើលិខិតចូលទៅហើយខ្ញុំចូលទៅក្រសួងរាយធម្មពលខ្ញុំធ្វើចូលទៅអស់ហើយថ្ងៃទី17ខែ7ខ្ញុំធ្វើចូលហើយប៉ុន្តែឲ្យខ្ញុំទៅបខំថ្នាក់ដឹកនាំមិនថាឲ្យត្រូវដោះស្រាយការងារខ្ញុំការងារគាត់មកកកោកបាទព្រោះឲ្យខ្ញុំទៅបខំគាត់មិនបាទព្រោះគាត់ជាទឿនខ្ញុំថាត្រូវតែដោះស្រាយហើយខ្ញុំទៅដោះស្រាយតាមណាអញ្ចឹងបានខ្ញុំមកពឹងបងឯងនឹងជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានឃើញឲ្យឆាប់ពលឿននីតិវិធីបើសិនជាគាត់ផ្ដាច់ភ្លើងមែនអាជីវកម្មខ្ញុំមែនហានិភ័យនឹងដួលរលំហើយមិនមែនថាដួលទាំងខ្ញុំទេបុគ្គលិកខ្ញុំ100នាក់ទៀតតើគាត់នឹងអត់ការងារធ្វើគាត់មិនធម្មតាប្រជាពលរដ្ឋគឺត្រូវការភ្លើងចាំបាច់បាទអគ្គិសនីគឺចាំបាច់ហើយបើគាត់អត់មានដំណោះស្រាយអីឲ្យប្រជាពលរដ្ឋទេបាទមានតែពាក្យមួយយ៉ាងបាទគម្រាមផ្ដាច់អាងផ្ដាច់បាទអត់មានពាក្យអីដោះស្រាយបាទសមូលហើយជូនប្រជាពលរដ្ឋបែរជាមកតែគម្រាមតែផ្ដាច់បើងាកផ្ដាច់ងាប់ឯនៅខេត្តត្បូងឃ្មុំហ្នឹងបាទហើយធម្មតាថ្នាក់ដឹកនាំមួយគឺការងារគាត់ច្រើនបាទការងារច្រើនហើយអគ្គិសនីខេត្តត្បូងឃ្មុំលោកហងបន្ទឿនហ្នឹងទឿនខ្ញុំឲ្យខ្ញុំដោះស្រាយបាទលោកហងបន្ទឿនអគ្គិសនីខេត្តត្បូងឃ្មុំឲ្យខ្ញុំត្រូវដោះស្រាយឲ្យលឿនហើយខ្ញុំឲ្យទៅលឿនទៅតាមណាហើយមិនមែនថាខ្ញុំចង់ពជាពេលទេធម្មតាធ្វើលិខិតចូលទៅក្រសួងណាមួយគេចេញกระดาษមួយឬក៏គេបោះត្រាទៅលើលិខិតរបស់យើងគេមានច្រកចេញចូលគេត្រឹមត្រូវខ្ញុំយកទៅបង្ហាញគាត់ហើយថាបងខ្ញុំធ្វើទៅហើយមិនមែនខ្ញុំអត់ធ្វើទេខ្ញុំមិនមែនខ្ញុំនិយាយនឹងងាត់ទេបាទខ្ញុំសិតតែមានលិខិតមានត្រាមានអីចូលត្រឹមត្រូវរបស់ខ្ញុំបងឯងមើលទៅឥឡូវវាខុសអីខ្ញុំធ្វើតាមទៀតនៅតែអត់ដាក់លិខិតចូលទៅនៅតែអត់ទេគាត់តែមិនគឺផ្ដាច់យក
ខែតែចូលខែ8តែមើលដាច់បងដឹងទេថាគាត់ចង់បានអ្វីឲ្យពិតប្រាកដពីបងនិយាយរួមចង់បានតឡើងលុយឬមកយ៉ាងម៉េចនិយាយរួមនិយាយចឹងហ្មងទៅគោលដៅរបស់គាត់គឺគាត់ចង់ដាក់កុងទ័រដែលសូឡាខ្ញុំផលិតរួមក្នុងមួយខែខ្ញុំផលិតបានប្រមាណខ្ញុំមួយខែខ្ញុំផលិតភ្លើងបាន16300គីឡូគុណនឹងលុយខ្លះថ្លៃប៉ះពៅបងលុយទៅគាត់3លានរៀលជាងបាទហើយអត្ថប្រយោជន៍បានមកខ្ញុំមានអាគុយខ្ញុំបាន5000ជាងបើដកទៅខ្ញុំត្រូវដកបានលុយបានខ្ញុំបាន1លានខ្ញុំបងគាត់1,95,000ទេប៉ុន្តែគាត់ទៀមទាខ្ញុំបង3លានរៀលជារៀងរាល់ខែ3លានហ្នឹងរាល់ខែគឺត្រូវបង់ direct ចូលនិយាយរួមគឺគាត់ទៀមទាដាក់កុងទ័ររួមដាក់កុងទ័រឥឡូវផលិតបានប្រមាណបងទៅទាំងអស់អត់មានត្រូវដកចេញពីអាគុយអញ្ចឹងគាត់ទៀមទាឲ្យបងដាក់កុងទ័ររួមប៉ុន្តែបងចង់បានយ៉ាងម៉េចពីគាត់វិញខ្ញុំចង់បានឲ្យគាត់ថាគាត់ដាក់កុងទ័ររួមមួយច្បាប់គេចែកយ៉ាងច្បាស់ថាអ្នកដែលមានអាគុយត្រូវដកអាគុយឲ្យអតិថិជនគេវិញបាទហើយគាត់កន្លែងអាគុយហ្នឹងគាត់ថាគាត់អត់មានបច្ចេកទេរួចគាត់ប្រធានអគ្គិសនីគាត់មិនចេះហើយឲ្យខ្ញុំប្រជាជនឲ្យខ្ញុំទៅធ្វើម៉េចខ្ញុំមានការសំណូមពរជាពិសេសសំណូមពរទៅសម្ដេចពុកសម្ដេចបវរធិបតីហ៊ុនម៉ាណែតអាដាមកៅវឌ្ឍនៈក្រសួងរាយហើយធម្មពលបាទជួយដោះស្រាយយើងខ្ញុំដែលប្រជាពលរដ្ឋស្រុតត្រង់ដែលរស់ស៊ីនេះបាទអញ្ចឹងខ្ញុំសំណូមពរទី1ស្នើសុំពញាពេលនៃការដំឡើងកុងទ័រអគ្គិសនីសូមដំឡើងនៅពេលណាដែលមានការបែងចែកចរន្តអគ្គិសនីច្បាស់លាស់រវាងធម្មពលពលឺព្រះអាទិត្យហៅថាសូឡានិងអាគុយរួចរាល់សិនព្រោះបច្ចុប្បន្នខាងអគ្គិសនីចេះតែដំឡើងកុងទ័រសូឡាមិនទាន់មានការរៀបចំបែងចែកបំលែងអាគុយនោះឲ្យបានត្រឹមត្រូវនៅឡើយបាទហើយព័ត៌មាននេះផ្ញើទៅកាន់បងប្អូនយើងអ្នកនៅខេត្តត្បូងឃ្មុំបាទមើលមានបញ្ហាដូចបងប្រុសអត់សូឡាទាំងអស់បាទហើយសាឡាទូទាំងទេបាទហើយប្រិមត្តទូទាំងជនខមមិនមើលបាទហើយជួយឲ្យខមមិននឹងបញ្ចេញមតិយោបល់ទាំងអស់គ្នាហើយយើងសង្ឃឹមថាការផ្សព្វផ្សាយនេះនឹងមានដំណោះស្រាយបាទនឹងបានជ្រាបទៅកាន់ថ្នាក់ដឹកនាំបាទសូមមេត្តាជួយមើលជាមួយពាក់ព័ន្ធនៅក្នុងករណីខាងលើនេះប្រធានអគ្គិសនីខេត្តត្បូងឃ្មុំបាទយើងមើលបើសិនជាគាត់ចង់បោះធ្វើការបោះស្រាយអាចមកធ្វើការបោះស្រាយបានប៉ុន្តែខ្ញុំជឿថាគាត់មិនហ៊ាននឹងចេញមុខមកបោះស្រាយទេបាទប្រិមត្តបងប្អូនចង់ប្រើផលិតផលកូរ៉េសុទ្ធ 100% មិនប៉ះពាល់ដល់សុខភាពគឺផលិតផលក្រុមហ៊ុន MAE មានទាំងអាហារបំប៉នសុខភាពគ្រប់ប្រភេទមានទាំងគ្រឿងសម្អាងប្រភេទលេគ្រប់មុខនិងមានប៊ីចេង MAE ជាប៊ីចេងសុខភាពមានសុវត្ថិភាពដល់អ្នកប្រើប្រាស់អាចដើររកទិញតាមតូបតាមផ្សារ25ខេត្តក្រុងឬអាចរកទិញតាមเพจតំណាងចែកចាយទាំងអស់បានព្រមទាំងតាម Telegram និងเพจរបស់ក្រុមហ៊ុនបាទប្រិមត្តទូទាំងជនយើងនៅក្នុងយប់នេះបាទមានបងប្រុសម្នាក់ដែលមានឈ្មោះថាស៊ីណាហាវ៉ាដែលជាតកែភោជនីយដ្ឋានផ្កាយពេជ្របាទកំពុងតែរងការគំរាមកំហែងពីប្រធានអគ្គិសនីខេត្តត្បូងឃ្មុំបាទដោយផ្ដាច់ភ្លើងគាត់បាទជុំវិញរឿងរ៉ាវនេះយើងមិនទាន់ដឹងយ៉ាងណានោះទេយើងនឹងធ្វើការសម្ភាសន៍និងសាកសួរគាត់ទាំងអស់គ្នាបាទយើងមិនដឹងថាតើយ៉ាងម៉េចបានជាប្រធានអគ្គិសនីខេត្តត្បូងឃ្មុំបាទគម្រាមនៅក្នុងការផ្ដាច់ភ្លើងគាត់បាទមកពីគាត់ប្រើភ្លើងតិចពេកឬមួយក៏មកពីបញ្ហាអ្វីមូលហេតុអ្វីប្រិមិត្តគេបន់ឲ្យតែប្រជាពលរដ្ឋដែលប្រើភ្លើងបាទនេះអត់ទេបាទគម្រាមមកផ្ដាច់ភ្លើងប្រិមិត្តបាទហើយយើងក៏មិនតន់ហ៊ានបន្ទោសទៅខាងប្រធានអគ្គិសនីខេត្តត្បូងឃ្មុំដែរបាទធម្មតាគឺមានផ្សែងគឺមានភ្លើងឥឡូវយើងមកជួបសម្ភាសជាមួយនឹងបងប្រុសទាំងអស់គ្នាបាទបងអាចជួយបញ្ជាក់ទីបានទេនៅក្នុងយុគនេះបន្តបងរត់មកធ្វើការឲ្យបងអូនជួយធ្វើការផ្សព្វផ្សាយនេះតើបងរងនៅភាពយុទ្ធធម៌អ្វីបាទខ្ញុំមុននឹងនេះខ្ញុំសូមជម្រាបបាទខ្ញុំបាទឈ្មោះជ្រាស៊ីណាហៅវ៉ាបាទខ្ញុំជាម្ចាស់ភោជនីយដ្ឋានរស្មីផ្កាយពេជ្រនៅខេត្តត្បូងឃ្មុំបាទខ្ញុំមានរឿងកើតទុកមិនសុខចិត្តបានមករកបងមកជួយផ្សព្វផ្សាយនេះដោយសារខាងអគ្គិសនីខេត្តត្បូងឃ្មុំគាត់បានគម្រាមកំហែងអាជីវកម្មរបស់ខ្ញុំដោយវងរបដាច់ភ្លើងខ្ញុំនៅក្នុងខែ7នេះអញ្ចឹងបានជាខ្ញុំកើតទុកមិនសុខចិត្តបាទខ្ញុំបានប្រាប់គាត់ដែរថាកុំផ្ដាច់ព្រោះរឿងនេះខ្ញុំបានធ្វើលិខិតអន្តរាគមន៍មកឯអាដាមកៅវឌ្ឍនៈក្រសួងរាយឲ្យធម្មពលហើយបាទហើយគាត់នៅតែទៀតត្រូវតែជំរុញឲ្យនៅក្នុងខែ7នេះប៉ុន្តែខ្ញុំបានធ្វើលិខិតហើយដោយសារគាត់ចោទខ្ញុំថាខ្ញុំមិនបំពេញកាតព្វកិច្ចបង់លុយថ្លៃប៉ះពៅទៅរដ្ឋនៃការតម្លើងសូឡាប៉ុន្តែខ្ញុំបាននិយាយគាត់ឲ្យខ្ញុំព្រមបង់ប៉ុន្តែនៅក្នុងច្បាប់ផលរដ្ឋគេបានចែងយ៉ាងច្បាស់ថាអ្នកដែលតម្លើងសូឡាត្រូវតែបង់លុយថ្លៃប៉ះពៅហើយខ្ញុំក៏ព្រមបង់ហើយនៅក្នុងច្បាប់នោះគេចែងថាបើយើងមានអាគុយត្រូវដកអាគុយឲ្យទៅអតិថិជនវិញប៉ុន្តែគាត់ថាកន្លែងដកអាគុយហ្នឹងគឺគាត់អត់ចេះរួចប្រធានអគ្គិសនីប្រព័ន្ធណាណីអត់ចេះបច្ចេកទេសហើយជំរុញឲ្យខ្ញុំប្រជាជនដាក់កុងទ័រហើយក៏ដាក់កុងទ័រនោះសោក
mình men free tê bằng phồn cất lôi bà đi cất lôi nhiều miền cất ra vì cây bát cọt cất lôi bà ai mà đang cất lôi ấy thế à khi xử lý cọt cất lôi đứng công tơ phá có đứng mà pón phẩm bay rồi chất sập phẩm muối cho cây sập phẩm buồn $. bà công tơ còn là công tơ cọt hãy đập pe bờ sân chỉ nhom tới bong ai cọt cọt vô rùm tặng cứ bay liền hãy rọt hai nhom bong phượng cọt bà cái đặc biệt cây bát phượng bà ngay khai phẩm pal đứng cứ nhom bong lôi thay phượng cọt hỡi nước nông bong ngày tì đập pram khai phẩm pal mà pon phẩm bay rồi $88 cọt cất lôi nhóm cất thay phượng nhóm kia $. Hãy nhóm bong tới cọt bạn nó bong thay phượng hãy cọt tiêm tí ai nhóm bong thay pa pơ đứng mà khai bong bay liềnទៀតហើយអាគុយខ្ញុំត្រូវដកបានមកលៀនជាងគាត់អត់ព្រមដកឲ្យខ្ញុំបាទគាត់ទៀមទីឲ្យខ្ញុំបងសរុបទាំងអស់បាទអញ្ចឹងបានជាខ្ញុំកើតទុកមិនសុខចិត្តខ្ញុំថាបងបើបងឯងអត់មានបច្ចេកទេសណាសម័យនេះគឺសម័យ digital បាទនៅណាក៏គេប្រើ app ដែរបាទឥឡូវសំបីតែធនាគារដូចបងប្អូនប្រើអញ្ចឹងទៅណាមកណាបាញ់លុយ scan ហ្នឹង app ហ្នឹងបាទបងប្អូនចង់ជិះ pass app ហៅបកដៃហៅទៀតគេអត់ឈប់ឲ្យយើងទេបាទតោះយើងចុច app បាទបងត្រឡប់មកក្រោយវិញតិចរឿងហ្នឹងកើតឡើងតាំងពីពេលណាមកដែរកើតឡើងមកថ្មីហ្នឹងគឺគាត់ចេញលិខិតមកខ្ញុំនៅថ្ងៃទី13 ខែ 7ដាក់អោសានអាវ៉ាតបដាច់ភ្លើងខ្ញុំនៅថ្ងៃទី22រួចទៅខ្ញុំបានធ្វើលិខិតហ្នឹងខ្ញុំទៅធ្វើជូនទៅគាត់ថាឥឡូវខ្ញុំបានធ្វើលិខិតហើយគាត់ថាអូខេគាត់ឃើញលិខិតហ្នឹងគាត់យល់ខ្ញុំគាត់ថាយល់ទៀតប៉ុន្តែត្រូវដោះស្រាយឲ្យគាត់នៅក្នុងខែ 7 ហ្នឹងបើចូលដល់ខែ 8 អត់ឃើញថ្នាក់ដឹកនាំណាអន្តរាគមអីទេគាត់បដាច់ភ្លើងបាទហើយអញ្ចឹងគាត់មានការគំរាមកំហែងអាជីវកម្មខ្ញុំរួចអាជីវកម្មរបស់ខ្ញុំបុគ្គលិកខ្ញុំមានដល់100នាក់ជាងហើយជនភៀសឹកដែលមកធ្វើការកន្លែងហាងខ្ញុំបាទរួចកន្លែងហាងខ្ញុំអត់មានភ្លើងអាជីវកម្មខ្ញុំត្រូវដួលតើបានលុយណាបុគ្គលិកខ្ញុំ100នាក់ជាងហើយ100នាក់ហ្នឹងមាន 40% ខ្ញុំជួយបសសទៀតបាទជួយបសមានបសសទៀតបងបសសគេមួយខែហ្នឹងបងសរុបទាំងអីចូល4លានជាងបាទចុះបងឥឡូវក្រោយពីមានបញ្ហាហ្នឹងគឺមានការសម្របសម្រួលជជែកគ្នានឹងការដោះស្រាយគ្នាយ៉ាងម៉េចហើយរហូតមកដល់ពេលនេះបាទឥឡូវហ្នឹងថ្នាក់ដឹកនាំគឺអត់ទាន់បានជ្រាបទេធ្វើការកោះហៅបង្កើតគណៈកម្មការមួយអីដើម្បីធ្វើការដោះស្រាយទេបាទហើយគាត់អត់មានពាក្យអីនិយាយមួយម៉ាត់មានតែពាក្យ2ម៉ាត់ឲ្យខ្ញុំរើសូឡាចេញហើយនឹងផ្ដាច់ភ្លើងបាទពីពាក្យ2ម៉ាត់ហ្នឹងហើយបងមានបានតែប្តឹងទៅអាជ្ញាធរអគ្គិសនីកម្ពុជាទេបងឥឡូវហ្នឹងខ្ញុំធ្វើលិខិតទៅអគ្គិសនីកម្ពុជាហើយនៅថ្ងៃទី17 ខែ 7បាទខ្ញុំធ្វើលិខិតចូលទៅហើយខ្ញុំចូលទៅក្រសួងរាយធម្មពលខ្ញុំធ្វើចូលទៅអស់ហើយបាទថ្ងៃទី17 ខែ 7ខ្ញុំធ្វើចូលហើយប៉ុន្តែឲ្យខ្ញុំទៅបខំថាដឹកនាំមិនថាឲ្យត្រូវដោះស្រាយការងារខ្ញុំការងារគាត់មកកកោកបាទហើយឲ្យខ្ញុំទៅបខំគាត់មិនបាទហើយគាត់ជាអទឿនខ្ញុំថាត្រូវតែដោះស្រាយត្រូវដោះស្រាយហើយខ្ញុំទៅដោះស្រាយតាមណានៅអញ្ចឹងបាទខ្ញុំមកពឹងបងឯងនឹងជួយផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំបានឃើញឲ្យឆាប់ពលឿននីតិវិធីបើសិនជាគាត់ផ្ដាច់ភ្លើងមែនអាជីវកម្មខ្ញុំមែនហានិភ័យនឹងដួលរលំបាទហើយមិនមែនថាដួលទាំងខ្ញុំទេបាទបុគ្គលិកខ្ញុំ100នាក់ទៀតតើគាត់មិនអត់ការងារធ្វើគាត់មិនបាច់ធម្មតាប្រជាពលរដ្ឋគឺត្រូវការភ្លើងចាំបាច់បាទអគ្គិសនីគឺចាំបាច់ហើយបើគាត់អត់មានដំណោះស្រាយអីឲ្យប្រជាពលរដ្ឋទេបាទហើយមានតែពាក្យមួយយ៉ាងបាទគម្រាមផ្ដាច់បាទអាងផ្ដាច់បាទអត់មានពាក្យអីដោះស្រាយបាទសមូលហើយជូនប្រជាពលរដ្ឋបែរជាមកតែគម្រាមតែផ្ដាច់បាទឥឡូវយើងនិយាយគ្នាមើលបាទយើងមកជួបមុខគ្នាទល់មុខគ្នាមើលឥឡូវយ៉ាងម៉េចវាខុសយ៉ាងម៉េចនិយាយគ្នាមើលបើផ្ដាច់បើងាកផ្ដាច់ងាប់ហើយនៅខេត្តត្បូងឃ្មុំហ្នឹងបាទមានរឿងអីតិចខឹងអីតិចទួចផ្ដាច់ងាកផ្ដាច់ហ្នឹងងាប់ហើយប្រជាពលរដ្ឋពឹងអីគាត់បានដាក់លិខិតជូនទៅអាជ្ញាធរហើយដាក់លិខិតជូនទៅអាជ្ញាធរយ៉ាងអីទៀតប៉ុន្តែដូចជាអត់យកចិត្តទុកដាក់ឬក៏យ៉ាងម៉េចលិខិតហ្នឹងខ្ញុំដាក់នៅថ្ងៃទី17 ខែ 7បាទធម្មតាយើងដាក់អញ្ចឹងទៅខ្ញុំគិតឲ្យទុកមិនក៏ត្រូវចំណាយពេលមួយខែដែរព្រោះធម្មតាវាអាចថ្នាក់ដឹកនាំគាត់មានរឿងច្រើនបាទគាត់មិនថាដាក់ភ្លាមស្អែកឡើងត្រូវដោះស្រាយយើងផ្លែតណាបាទគាត់មិនមែនតនេណាបាទបើការងារខ្ញុំឃើញការងារគាត់ដូចអត់មានតនេផងបាទហើយធម្មតាថ្នាក់ដឹកនាំមួយគឺការងារគាត់ច្រើនបាទការងារច្រើនហើយអគ្គិសនីខេត្តត្បូងឃ្មុំលោកហងបន្ទឿនហ្នឹងទឿនខ្ញុំឲ្យខ្ញុំដោះស្រាយបាទលោកហងបន្ទឿនអគ្គិសនីខេត្តត្បូងឃ្មុំឲ្យខ្ញុំត្រូវដោះស្រាយឲ្យលឿនហើយខ្ញុំឲ្យទៅលឿនទៅតាមណា
ហើយមិនមែនថាខ្ញុំចង់ពជាពេលទេធម្មតាធ្វើលិខិតចូលទៅក្រសួងណាមួយគេចេញกระดาษមួយឬក៏គេបោះត្រាទៅលើលិខិតរបស់យើងគេមានច្រកចេញចូលគេត្រឹមត្រូវខ្ញុំយកទៅបង្ហាញគាត់ហើយថាបងខ្ញុំធ្វើទៅហើយមិនមែនខ្ញុំអត់ធ្វើទេខ្ញុំមិនមែនខ្ញុំនិយាយនឹងមាត់ទេបាទខ្ញុំសិតតែមានលិខិតមានត្រាមានអីចូលត្រឹមត្រូវរបស់ខ្ញុំបងឯងមើលទៅឥឡូវវាខុសអីបាទខ្ញុំធ្វើតាមទៀតនៅតែអត់ដាក់លិខិតចូលទៅនៅតែអត់ទេខែ8គឺផ្ដាច់យកមកខែតែចូលខែ8តែមើលដាច់បងដឹងទេថាគាត់ចង់បានអ្វីឲ្យពិតប្រាកដពីបងនិយាយរួមចង់បានតឡើងលុយឬមកយ៉ាងម៉េចនិយាយរួមនិយាយចឹងហ្មងទៅគោលដៅរបស់គាត់គឺគាត់ចង់ដាក់កុងទ័រដែលសូឡាខ្ញុំផលិតរួមបាទផលិតរួមក្នុងមួយខែខ្ញុំផលិតបានប្រមាណខ្ញុំមួយខែខ្ញុំផលិតភ្លើងបាន16300គីឡូគុណនឹងលុយខ្លះថ្លៃប៉ះពៅបងលុយទៅគាត់3លានរៀលជាងបាទហើយអត្ថប្រយោជន៍បានមកខ្ញុំមានអាគុយត្រូវអាគុយខ្ញុំបាន5000ជាងបើដកទៅខ្ញុំត្រូវដកបានលុយបានខ្ញុំបាន1លានខ្ញុំបងគាត់1,95,000ទេប៉ុន្តែគាត់ទៀមទាឲ្យខ្ញុំបង3លានរៀលជាងជារៀងរាល់ខែ3លានហ្នឹងរាល់ខែគឺត្រូវបង់ direct ចូលនិយាយរួមគឺគាត់ទៀមទាដាក់កុងទ័ររួមដាក់កុងទ័រឥឡូវផលិតបានប្រមាណបងទៅទាំងអស់អត់មានត្រូវដកចេញពីអាគុយអញ្ចឹងគាត់ទៀមទាឲ្យបងដាក់កុងទ័ររួមប៉ុន្តែបងចង់បានយ៉ាងម៉េចពីគាត់វិញខ្ញុំចង់បានឲ្យគាត់ថាគាត់ដាក់កុងទ័ររួមមួយបាទច្បាប់គេចែកយ៉ាងច្បាស់ថាអ្នកដែលមានអាគុយត្រូវដកអាគុយឲ្យអតិថិជនគេវិញបាទហើយគាត់កន្លែងអាគុយហ្នឹងគាត់ថាគាត់អត់មានបច្ចេកទេរួចគាត់ប្រធានអគ្គិសនីគាត់មិនចេះហើយឲ្យខ្ញុំប្រជាជនឲ្យខ្ញុំទៅធ្វើមិនរួចមានតាមអេបគាត់អត់ព្រមយកតាមអេបបាទមើលសួរបងតិចបងដឹងទេកន្លងមកប្រធានអគ្គិសនីខាងលើនឹងធ្លាប់មានបញ្ហាអីជាមួយនឹងវិជាបរដ្ឋខ្លាំងថ្នាក់អីដូចបងពាក់ព័ន្ធរឿងគម្រាមផ្ដាច់ភ្លើងផ្ដាច់អីនឹងធ្លាប់មានរឿងអត់ត្រូវពាក់ព័ន្ធខ្ញុំវាអ្នករ៉ូស៊ីខ្ញុំអត់សូវជាបានតាមដានទេប៉ុន្តែមួយរយៈនេះឃើញជាផ្ទុះជារឿងនៅលើ social media រឿងភ្លើងបាទវាឡើងហួសប្រកដីបាទផ្លាស់ណាទៅផ្ទះគាត់ធម្មតាសោះលេងឡើងបាញ់អត់ទេខ្ញុំឃើញណែបងប្អូនវិជាបរដ្ឋភាគច្រើនគឺគាត់ណែលអ៊ូរទាំបាទពាក់ព័ន្ធរឿងណាភ្លើងពេលនៅពេលដែលផ្ដាច់ហើយភ្លើងបុកមកឡើងគីឡូឡើងអីហ្នឹងហើយភ្លើងនៅត្បូងឃុំគឺអាសាដាច់បាទតាំងមុនខ្ញុំបានដាក់សូឡាខ្ញុំមានអាជីវកម្មនេះត្រូវការឆេមសិនបាទឥឡូវយើងកាត់យល់ខ្លីៗព្រោះរឿងបងគឺបងប្អូនវិជាបរដ្ឋគាត់ស្ដាប់មកក៏គាត់យល់ដែរបាទឥឡូវណែបងមកពឹងឲ្យបងធ្វើការផ្សព្វផ្សាយនេះបងសំណូមពរទៅកាន់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងអគ្គិសនីនេះសំណូមពរចង់បានយ៉ាងម៉េចបងអាចបញ្ជាក់នៅក្នុងអាសាព័ត៌មានបានអញ្ចឹងខ្ញុំអត់មានអីទេខ្ញុំមានការសំណូមពរជាពិសេសសំណូមពរទៅសម្ដេចពុកសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសជាណាចក្រកម្ពុជាអាដាមកៅវឌ្ឍនៈក្រសួងរាយហើយធម្មពលបាទជួយដោះស្រាយយើងខ្ញុំដែលប្រជាពលរដ្ឋស្លូតត្រង់ដែលរ៉ូស៊ីនេះបាទឃើញឥឡូវសម្ដេចបវរធិបតីហ្នឹងគឺគាត់ថាគាត់មូដៃមូជើងដើម្បីជួយសហគ្រាសខ្នាតតូចខ្នាតមធ្យមគេហៅថា SME បាទព្រោះឥឡូវវាមានបញ្ហាចង់ធ្វើអីមួយគឺប្រធានសាលាអញ្ចឹងអ្នករ៉ូស៊ីដល់ពេលអញ្ចឹងអត់ទៅមុខបាទអត់ទៅមុខបាទអញ្ចឹងខ្ញុំសំណូមពរទី1ស្នើសុំពន្យាពេលនៃការដំឡើងកុងទ័រអគ្គិសនីសូមដំឡើងនៅពេលណាដែលមានការបែងចែកចរន្តអគ្គិសនីច្បាស់លាស់រវាងធម្មពលពន្លឺព្រះអាទិត្យហៅថាសូឡានិងអាគុយរួចរាល់សិនព្រោះបច្ចុប្បន្នខាងអគ្គិសនីចេះតែដំឡើងកុងទ័រសូឡាមិនទាន់មានការរៀបចំបែងចែកបំលែងអាគុយនោះឲ្យបានត្រឹមត្រូវនៅឡើយបាទស្នើសុំឲ្យអគ្គិសនីទទួលរ៉ាប់រងរាល់ការចំណាយដំឡើងកុងទ័រដោយសារតែកន្លងមកខាងយើងខ្ញុំបាទចំណាយថវិកាផ្ទាល់ខ្លួនអស់យ៉ាងច្រើននៅក្នុងការទិញនិងដំឡើងប្រព័ន្ធសូឡានេះរួចរាល់ហើយដូច្នេះរាល់ការចំណាយឧបករណ៍កុងទ័រនិងការដំឡើងថ្មីនោះគួរតែជាបន្ទុករបស់ក្រុមហ៊ុនអគ្គិសនីបាទស្នើសុំប្រើប្រាស់ប្រព័ន្ធវាស់វែងដែលមានស្រាប់ inverter ប្រើ app ដើម្បីកុំឲ្យខាតបង់ថវិកាទាំងសងខាងនៅក្នុងឧបករណ៍បញ្ជាធម្មពលនៅក្នុង inverter គឺមានកម្មវិធី app ដែលទទួលត្រួតពិនិត្យនិងដឹងទិន្នន័យគីឡូដែលប្រើប្រាស់ច្បាស់លាស់រួចជាស្រេចទៅហើយតែមិនចាំបាច់តម្រូវឲ្យទិញកុងទ័រថ្មីមកដំឡើងបន្ថែមនាំតែចំណាយប្រាក់នោះទេអញ្ចឹងខ្ញុំសង្ឃឹមថាជប់ធ្វើវីដេអូនេះ
សម្ដេចពុកហើយនឹងសម្ដេចបវរធិបតីហើយនឹងអាដាមកៅវឌ្ឍនៈគាត់នឹងបានឃើញហើយនឹងគាត់ជួយបន្លឿននីតិវិធីបាទគាត់បង្កើតក្រុមការងារមួយដើម្បីជួយខ្ញុំដើម្បីដោះស្រាយបាទព្រោះប្រធានអគ្គិសនីខេត្តត្បូងឃ្មុំហ្នឹងគឺមានការគម្រាមកំហែងណាឥឡូវខ្ញុំអត់មានបានទៅមើលអាជីវកម្មខ្ញុំទេបាទវាគិតតែនៅចាំរងចាំមីក្រូថ្នាក់ឥឡូវភ្លើងនឹងផ្ដាច់នោះនៅដែរឥឡូវហ្នឹងមិនទាន់ផ្ដាច់ទេប៉ុន្តែគាត់គម្រាមនឹងគម្រាមនឹងផ្ដាច់នៅក្នុងចុងខែ7ហ្នឹងរួចចុងខែ7ឥឡូវចុងខែ7ហើយបើគាត់ផ្ដាច់មែនខ្ញុំងាប់ហើយបាទងាប់ហើយមានអត់មានអីទៀតទេធម្មតាទេប្រជាពលរដ្ឋរស់នៅត្រូវការទឹកត្រូវការភ្លើងបាទភ្លើងនេះគឺចាំបាច់ជាទីបំផុតហើយបើផ្ដាច់ភ្លើងហើយបាទគឺលោកអីគេលោកប្រធានបាទលោកប្រធានអគ្គិសនីខេត្តត្បូងឃ្មុំហងមន្ទឿនបាទបើលោកគម្រាមផ្ដាច់ហើយណាការងារប៉ុណ្្នឹងហើយលោកក៏ធ្វើឲ្យខ្វាយខ្វល់ទៅដល់ឋានៈដឹកនាំផ្សេងទៀតប្រិមត្តទូទាំងជនយើងបាទគណៈរឿងប៉ុណ្្នឹងបាទយើងគ្រប់គ្រងមិនកើតធ្វើមិនកើតបាទធ្វើឲ្យប្រជាពលរដ្ឋរត់មហោអ្នកសារព័ត៌មានធ្វើការជួយឲ្យផ្សព្វផ្សាយប្រិមត្តទូទាំងជនហើយគាត់ឆ្លើយថាដាក់កុងទ័រសូឡាដែលផលិតគាត់ចេះដាក់បាទដល់ពេលអត្ថប្រយោជន៍បានទៅលើប្រជាជនអ្នកដែលប្រើប្រាស់គាត់ថាអត់ចេះហើយប្រធានអគ្គិសនីអីអត់ចេះឥឡូវបងនិយាយទៅកាន់ប្រធានអគ្គិសនីខេត្តត្បូងឃ្មុំឯងឲ្យគាត់កែតម្រូវឬក៏គាត់ឲ្យគាត់សម្របសម្រួលមកកាន់បងជាចុងក្រោយនេះបាទខ្ញុំបើនេះខ្ញុំចង់សម្របសម្រួលមួយគាត់ដែរដូចខ្ញុំនិយាយអញ្ចឹងខ្ញុំក៏ធ្លាប់បាននិយាយប្រាប់គាត់ដែរថាបងរឿងហ្នឹងខ្ញុំអត់ចង់មានរឿងអីទេបាទឥឡូវបាទខ្ញុំអ្នករស់ស៊ីខ្ញុំអត់ចង់ឈ្នោះទាស់តែងអីទេខ្ញុំសំតែសុកទេបាទអញ្ចឹងខ្ញុំយល់ថាបងធ្វើការខ្លាច់ខាតខ្លាច់អីអញ្ចឹងជួយយកតាមអេបបដងអាសន្នទៅបងឯងក៏អត់ខាតខ្ញុំក៏អត់ខាតដែរវាឈ្នះទាំងអស់គ្នាថ្ងៃណាមួយបងឯងរកបច្ចេកទេសបានបងឯងចេះបងឯងទៅរៀនឲ្យចេះទេបងឯងមកដាក់ទៅបាទបងបាទខ្ញុំមានប្រឆាំងឯណាបើថាបងឯងខ្លាចប្រឆាំងបងឯងធ្វើកិច្ចសន្យាមួយខ្ញុំផ្តិតមេដៃបាទថាឥឡូវវាអត់មានបច្ចេកទេសទេបច្ចុប្បន្នយកតាមអេបសិនប៉ុន្តែបើខ្ញុំមានបច្ចេកទេសអ្នកឯងត្រូវតែដាក់កុងទ័រតាមខ្ញុំបាទខ្ញុំផ្តិតមេដៃទទួលហើយប៉ុន្តែនៅក្នុងច្បាប់ដែលគេចែងមកហ្នឹងគេអត់បាននិយាយថាត្រូវតែដាក់កុងទ័រជាដាច់ខាតត្រូវតែយកតាមអេបជាដាច់ខាតគេអត់មាននិយាយទេគឺនៅក្នុងច្បាប់អគ្គិសនីកម្ពុជាគេបានចែងមកថាអ្នកដាក់សូឡាត្រូវតែបង់លុយថ្លៃប៉ះប៉ះបាទតែឥឡូវបងណែប៉ុណ្្នឹងទៅបាទលៃបាទព្រោះមិនមែនបើវែងពេកក៏ប្រជាពលរដ្ឋយើងមើលមិនអស់ដែរបាទយើងកាត់វាដល់ខ្លីទេបាទប្រិមត្តទូទាំងជនយើងបាទអញ្ចឹងគឺជុំវិញពាក់ព័ន្ធនៅក្នុងករណីខាងលើនេះដូចបងប្អូនយើងបានស្ដាប់ការរៀបរាប់របស់បងប្រុសហើយខ្ញុំជឿថាបងប្អូនតាមដានទស្សនានឹងយល់បាទហើយព័ត៌មាននេះផ្ញើទៅកាន់បងប្អូនយើងអ្នកនៅខេត្តត្បូងឃ្មុំបាទមើលមានបញ្ហាដូចបងប្រុសអត់បាទសូឡាទាំងអស់បាទហើយសាឡាទូទាំងទេបាទហើយប្រិមត្តទូទាំងជនខមមិនមើលបាទហើយជួយឲ្យខមមិននឹងបន្តិចយោបល់ទាំងអស់គ្នាហើយយើងសង្ឃឹមថាការផ្សព្វផ្សាយនេះនឹងមានដំណោះស្រាយបាទនឹងបានជ្រាបទៅកាន់ថ្នាក់ដឹកនាំបាទសូមមេត្តាជួយមើលជុំវិញពាក់ព័ន្ធនៅក្នុងករណីខាងលើនេះប្រធានអគ្គិសនីខេត្តត្បូងឃ្មុំបាទយើងមើលបើសិនជាគាត់ចង់បោះធ្វើការបោះស្រាយអាចមិនធ្វើការបោះស្រាយបានប៉ុន្តែខ្ញុំជឿថាគាត់មិនហ៊ាននឹងចេញមុខមកបោះស្រាយទេបាទប្រិមត្តទូទាំងជនបាទអរគុណណាស់ហើយយើងក៏សូមឲ្យធ្វើការបញ្ចប់នៅការផ្សាយត្រឹមនេះហើយសូមអរគុណសូមគោរពលាទឹកយិនសិនម៉ៃអ៊ីមានសមត្ថភាពជួយពង្រឹងភាពស៊ាំក្នុងខ្លួនឈ្នះជំងឺធ្វើឲ្យមានសុខភាពល្អអាយុវែងអ្នកលើឈាមនិងទឹកនោមផ្អែមក៏អាចពិសាបានសាប៊ូកក់សក់យិនសិនម៉ៃអ៊ីមានប្រសិទ្ធភាពបំផុតសម្រាប់បញ្ហាអង្គែរមាស់សក់ជ្រូកស្ងួតស្បែកចុងជួយឲ្យសក់រលោងមានទម្ងន់ម៉ាសារ៉ៃសមុទ្រម៉ៃអ៊ីមានទូនាទីជួយស្បែកមុខដែលខូចខ្មៅស្រអាប់ជាំអាចរុយនិងអ្នកកើតមុនតូចធំគ្រប់ប្រភេទបិទអបជារៀងរាល់ថ្ងៃធ្វើឲ្យស្បែកមុខស្អាតដូចដើមវិញម្សៅផាត់គូសិនម៉ៃអ៊ីផាត់មុខចូលកម្មវិធីនរណាក៏ថាស្អាតជួយបិទបាំងស្លាកស្នាមមាន UV ការពារកម្ដៅថ្ងៃធ្វើឲ្យស្បែកមុខភ្លឺស្អាតចាញ់ចាំងដូចកញ្ចក់ប្រើបានទាំងបុរសនារីលេការពារកម្ដៅថ្ងៃម៉ៃអ៊ីដែលមានកម្រិតសមត្ថភាពការពារកម្ដៅថ្ងៃ SPF 50+ និង PA+4 មិនតែប៉ុណ្ណោះមានទាំងសេរ៉ូមជួយរឹតបន្តឹងស្បែកមុខឲ្យកាន់តែរលោងអ្នកជំនាញកម្ចាត់ជាតិពុលនៅលើស្បែកមុខជួយកាត់បន្ថយជាំនឹងអាចរុយនិងបញ្ហាស្ដើងឡើងសរសៃក្រហមបានយ៉ាងលឿនបំផុតនោះគឺស្បែកឈុត 24K របស់ MAC EE ទំនាក់ទំនងយកទៅលក់បន្តតាមរយៈក្រុមហ៊ុនផ្ទាល់